តារាចម្រៀងសួរវិចិត្រដែលគេស្គាល់ថាជាម្ចាស់បទជួបមនុស្សសម្ដែងមានប្រពន្ធកូនរួចហើយតាមការផុសក្នុងគណនីឆនសុភាបានសរសេរថារៀបការហើយមានកូន1កូន2មានផ្ទះនៅភ្នំពេញហើយមិនដែលឮថាបបួនឃីងនឹងកូនមកលេងភ្នំពេញបាន2-3ថ្ងៃទេខ្ញុំឯនេះចាំតែគេបបួលមកដើរលេងអាងមកក្រុមលឹកគេដែរគេថាអត់ទាន់យកទៅទេអត់ទាន់យកទៅទេហើយមកនិយាយអញ្ចឹងទៅកើតខ្ញុំមកភ្នំពេញក៏សរសៃ 3-4 ដងហើយមិនដែលសួរនាំសុខទុក្ខប៉ាល្អប្តីល្អ2ខែនេះទៅលេងប្រពន្ធកូនបានប៉ុន្មានដងដែរបន្ទាប់ពីនេះសួរវិចិត្រក៏បានផុតនៅសារដែលលោកកំពុងតែមានបញ្ហាទុក្ខនិងការអស់កម្លាំងចិត្តដែរដែលនេះជាភាពរកម្មរកួស្នាក់ទាំងពីរដែលពុំទាន់មានការបកស្រាយនៅឡើយទេសួរវិចិត្រធ្លីរឿងសុំលែងប្រពន្ធនារីម្នាក់បានទម្លាយរូបថតនាងរៀបការជាមួយតារាចម្រៀងហងស្មាសលោកសួរវិចិត្រនៅលើបណ្ដាញសង្គម TikTok ដោយអះអាងថាពេលនេះលោកវិចិត្របានសុំនាងលែងលះទៅហើយស្រីរូបនោះមានគណនី TikTok ឈ្មោះ @pig8787 ថែមទាំងអះអាងថាលោកវិចិត្រមានកូន2ញាក់ជាមួយនាងទៀតផងហើយបទចម្រៀងដៃប្តីនាងល្បីតាំងពីមុនជួហៅស្មាសអូនពូកែខាងនោះនាងប្រាប់ទៅ fan ថាចម្រៀងមួយនេះពេលលោកសួរវិចិត្រនិងនាងស្រឡាញ់គ្នានារីឈ្មោះភៀកដែលបញ្ចេញរឿងសម្ងាត់ជាមួយសួរវិចិត្រនៅលើ TikTok កាលពីថ្ងៃទី17ខែមីនាឆ្នាំ2026ថែមទាំងថាពាក្យសម្ដីប្តីគ្រប់ម៉ាត់និយាយថាស្រឡាញ់កូនតែបែរជាដល់ថ្នាក់សុំនាងលែងលែកហើយពេលនាងនឹកឃើញរឿងនេះបេះដូងរហែកប៉ុន្តែនាងថាឥឡូវនាងអស់ស្រឡាញ់លោកវិចិត្រហើយអ្នកនាងភ័ក្រក៏បង្ហាញរូបអតីតប្តីជិះរថយន្តម៉ាក MG ពណ៌ខ្មៅបើកទៅជួបនាងដល់ផ្ទះហើយពួកគេបានអោបគ្នានៅមុខដើមចេកគៀនសញ្ញាផ្ទះទៀតផងប៉ុន្តែនាងមិនបានបញ្ជាក់ថាមូលហេតុអ្វីបានជាប្តីសុំនាងលែងនោះឡើយគ្រាន់តែថាពេលនេះនាងមិនសូវសុខប៉ុន្មានទេទាំងចិត្តនិងកាយហើយពីមុននាងនឹងប្តីតស៊ូណាស់រកតែម៉ូតូជិះគ្មានផងអ្នកយកព័ត៌មាននគរធំមិនអាចតាក់ទងលោកសួរវិចិត្រឲ្យបំភ្លឺរឿងដែលនារីឈ្មោះភៀកថាលោកសុំនាងលែងលះនោះបានទេកាលពីរសៀលថ្ងៃទី18ខែមីនាឆ្នាំ2026យ៉ាងណាក្រោយមានការទម្លាយរបស់អ្នកនាងផាកបែបនោះមកធ្វើឲ្យអ្នកលេងបណ្ដាញសង្គមបានរិះគន់តារាចម្រៀងធ្លាប់មានប្រវត្តិកំសត់មកពីខេត្តពោធិ៍សាត់រូបនេះថាបានល្បីភ្លេចប្រពន្ធកូននិងនារីខ្លះទៀតថាពួកគេខកចិត្តព្រោះស្មានថាលោកវិចិត្រនៅកំឡោះតែឥឡូវស្រាប់តែធ្លាយរឿងលែងប្រពន្ធកូន2ទៅវិញគួរបញ្ជាក់ថាការទម្លាយរបស់នារីម្នាក់អះអាងខ្លួនជាអតីតប្រពន្ធលោកសួរវិចិត្រត្រូវប្តីសុំលែងលះនៅពេលនេះកើតមានចាំពេលដែលតារាហាងស្មាសរូបនេះកំពុងតែរៀបចំបើកហាងហ្វឹកស៊ីនៅផ្ទះផ្ទាល់ខ្លួនរបស់លោកនៅសង្កាត់ស្នរខណ្ឌកំពូលរាជធានីភ្នំពេញដែលបញ្ជាក់ថាលោកមានជីវភាពកាន់តែធូរធារខណៈលោកវិចិត្រក៏តែងតែបង្ហាញភាពស្និទ្ធស្នេហាជាមួយតារារួមទ្រនំកញ្ញាលីនសូម៉ាផងដែររហូតគេសង្ស័យថាពួកគេជាគូស្នេហ៍ទៀតផងប៉ុន្តែគេជឿថាក្រោយអតីតប្រពន្ធបង្ហាញរូបរៀបការនិងថាត្រូវសួរវិចិត្រសុំលែងលះនេះមិនត្រឹមតែអ្នកលេងបណ្ដាញសង្គមទេដែលភ្ញាក់ផោលសូម្បីតែសូម៉ាផ្ទាល់ច្បាស់ជាស្រឡាញ់កាំងជាងគេជាមិនខានព្រោះបុរសដែលនាងទុកចិត្តបំផុតជិះរថយន្តតែ2នាក់ដោយគូសង្សារនោះតាមពិតធ្លាប់មានប្រពន្ធនិងកូន2នាក់ទៅហើយសួរវិចិត្រជាម្ចាស់ពាន Beat the Best រដូវកាលទី1ច្រៀងនៅហាងមាស4ឆ្នាំហើយដែលអាចច្រៀងបានច្រើនទម្រង់តែអ្នកខ្លះថាលោកច្រៀងពេលខ្លះស្រែកខ្លាំងពេកពិបាកស្ដាប់មុនឡើងកូដទិញបានឡាននឹងផ្ទះព្រមគ្នាវិចិត្រធ្លាប់មានប្រវត្តិកំសត់ធ្វើសន្និសីទយាមផ្ទះសំណាក់ប៉ុន្តែពេលនេះត្រឹមតែច្រៀងខនសឺតធំម្ដងក៏អាចរកលុយបាន$1000ដែរតែបែរជាមិនអាចរក្សាចំណងស្នេហាជាមួយអតីតប្រពន្ធដែលធ្លាប់មានប្រវត្តិកំសត់ជាមួយខ្លួនទៅវិញតាមប្រភពថាសោម៉ាអាចនឹងពិចារណាឡើងវិញពីទំនាក់ទំនងជាមួយសិស្សច្បងរូបនេះដែលពេលនោះលោកវិចិត្រអាចប្រឈមទុនសាយចូលរួតត្រីរស់ក៏រួតក៏ថាបានបើសិនជាសោម៉ាសម្រេចជាតិរក្សាគម្លាតពីលោកជុំវិញការអះអាងរបស់នារីខាងលើថាជាប្រពន្ធពេញច្បាប់ត្រូវលោកសួរវិចិត្រសុំលែងលះនេះនគរធំរងចាំការបកស្រាយបំភ្លឺពីលោកសួរវិចិត្រជានិច្ច